this bell icon. សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបនៃការដូរ wallpaper background សម្រាប់ computer gaming អញ្ចឹង computer gaming គឺមានកន្លែងមួយសម្រាប់យើងដូរ background ជាបែប gaming ស្អាតៗតែឥឡូវយើងទៅបើកតែម្ដងអញ្ចឹងសម្រាប់ computer gaming គឺមានកម្មវិធីមួយឈ្មោះថា Armory Grade បាទនឹងសម្រាប់ computer gaming Asus គ្រប់អញ្ចឹងយើងមានArmory Grade ហ្នឹងយើងបើក Armory Grade ហ្នឹងជាងក្នុង Armory Grade ហ្នឹងខ្ញុំអត់បញ្យល់មុខងារអីផ្សេងទៀតទេខ្ញុំបញ្យល់តែកន្លែងតែយើងត្រូវដូរ wallpaper អញ្ចឹងយើងទៅកន្លែង keyboard នឹងមកនេះមកបាទហើយយើងយកAura wallpaper យក Aura wallpaper មកทีนี้យើងចុចវាបើកមកសារខ្ញុំបិទអញ្ចឹងយើងចុចបើកមក on ពេលនោះវានឹងឃើញឲ្យយើងអានេះឲ្យយើងរើសតែយើងរើសប្រភេទគេឥឡូវឧទាហរណ៍ថាខ្ញុំយកបែប color cycle នេះទៅឬក៏ rainbow ក៏បានតែខ្ញុំចូលចិត្ត rainbow តមកយើងទៅយក wallpaper អញ្ចឹងយើងចុច apply ហើយវាជាប់ស្នាបាទនេះវាមកតែខ្ញុំមកចូលចិត្ត style ของខ្ញុំទៀតដូរ style ของខ្ញុំទៀតសិន setting ខ្ញុំដាក់ style នេះវិញខ្ញុំចូលចិត្ត style នេះហើយខ្ញុំដូរ wallpaper តាមក្រោយបើកវាម្ដងទៀតអូខេអញ្ចឹង wallpaper យើងក៏អាច download បានផ្សេងទៀតដែរឥឡូវបើសិនយើងអត់ចូលចិត្តរូបភាពនេះទេយើងអត់ចូលចិត្តរូបភាពហ្នឹងទេយើងអាចចូលទៅ download រូបភាពផ្សេងមកកន្លែង download មកនេះមកបាទអញ្ចឹងវានឹងឃើញរូបភាពហើយគេដាក់ឲ្យ free នេះយើងគ្រាន់តែចុច download យកមកដាក់នៅលើ wallpaper របស់យើងមកឥឡូវឧទាហរណ៍ថាខ្ញុំស្រឡាញ់រូបភាពណាចេះចឹងខ្ញុំដាក់អាណាដែលខ្ញុំងាយស្រួលមើលកុំឲ្យបាំងច្រឡំជាមួយនឹង icon អញ្ចឹងខ្ញុំពិបាកមើលអញ្ចឹងខ្ញុំដាក់ខ្ញុំយកអានេះមួយចុះបាទនេះអូនេះបាទស្អាតទេយកណាស្អាតហើយយើងស្រួលមើលអត់ចាំភ្នែកយើងគេ free មានប៉ុណ្្នឹងឯងឥឡូវខ្ញុំយកគេយកនេះចុះ rock low អញ្ចឹងយើងចុចលើ download នេះមកចឹងវាមកចឹងវាមកហើយយើងអូខេមកដល់មិនមើលដល់ទៀតសិនអូខេចឹងចុច get คลิกអូខេមកហើយចូលឥឡូវយើងចូលទៅកន្លែង home វាវិញ Aura wallpaper មកពេលយើង download វាធ្លាក់ចូលមិនដឹងហើយបាទនេះអញ្ចឹងយើងមានយើងចុច apply មកវាយើងចង់បាន apply ប៉ុណ្ណឹងជាប់ឥឡូវយើងទៅបើកអូខេនេះមកអញ្ចឹង wallpaper របស់យើងគឺជាប្រភេទ live wallpaper មានន័យថាវាចេញភ្លើងចេញអីមកអែមអញ្ចឹងវាមិនជារូបភាពទេវាជា live wallpaper ប៉ុណ្ណឹងអែមបាទប៉ុណ្ណឹងហើយបងប្អូនបាទហើយនៅក្នុង Armory Grade ហ្នឹងមានមុខងារច្រើនទេអ្នកប្រើ computer gaming ដឹងទេសម្រាប់កំណត់ភ្លើង keyboard
vàនេះសម្រាប់លើ keyboard យើងទៅ system មកគេ aligning បាទនេះ shock motor បាទប៉ុណ្ណឹងឯងបងប្អូនបាទជួបគ្នាវីដេអូក្រោយ